នេះជាវីដេអូមួយដែលខ្ញុំទៅលេងខាងខេត្តបៃលិនក៏ប៉ុន្តែវីដេអូនេះយើងរៀងយូរដែរចូលមួយខែជាង7 ខែហ្នឹងអត់ទាន់បានកាត់ផុសទៅមកទៅឥឡូវបានធ្វើវាបញ្ចេញហើយពេលទៅដល់ទីនោះខ្ញុំក៏បានជួបរឿងខកចិត្តស្ទើរដែរតោះចង់ដឹងថាវាជាអ្វីតោះមកតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាអ្នកនរគ្នាឥឡូវយើងមកដល់ខេត្តបៃលិនហើយចាប់ផ្ដើមនេះជាព្រំប្រទល់រវាងខេត្តបៃលិននិងបាត់ដំបងហើយថ្ងៃនេះចេញទ្រីបថ្ងៃនេះល្អហ្មងអាកាសធាតុសតុំរហូតហ្មងតាំងពីចេញមករហូតមកដល់ឥឡូវខ្ញុំចូលចិត្តអាកាសធាតុបែបនេះមែនទែនហើយព្រៃភ្នំឥឡូវក៏ចាប់ផ្ដើមរៀងពណ៌បៃតងហើយព្រោះចូលដល់វស្សាហើយខ្ញុំស្រឡាញ់អាកាសធាតុបែបនេះនៅពេលដែលយើងពេលដែលខ្ញុំចេញដំណើរគឺបានមេឃបែបនេះគឺខ្ញុំពេញចិត្តខ្លាំងមែនទែនហ្មងពេញចិត្តស្រួលហ្មងដោយសារវាជិះវាត្រជាក់ស្រួលវាអត់ក្តៅវាអត់អីហើយស្រស់ស្រាយហ្មងផ្លូវបែបនេះបូកផ្សំជាមួយអាកាសធាតុបែបនេះទៀតគឺខ្ញុំពេញចិត្តខ្លាំងមែនទែនហ្មងទេសភាពនៅនេះឥឡូវស្អាតហ្មងដល់វិសាខ្ញុំស្រឡាញ់ហ្មងពេញចិត្តហ្មងតែឥឡូវនេះវាមិនសូវស្អាតហ្មងរៀងបាំងភ្នំបាំងអីបើបានទៅវាវែងនៅរដូវនេះគឺស្អាតកប់ហ្មងខ្ញុំអត់ទាន់មានពេលមើលជ្រេពេលវេលាខ្ញុំនឹងទៅធ្វើវីដេអូនៅខាងវាវែងម្ដងមុនយើងបន្តទៅមុខទៀតយើងឆ្លៀតចូលមកកន្លែងកាហ្វេមួយកន្លែងឃើញទេសភាពស្អាតហ្មងកន្លែងនេះឥឡូវគឺយើងបានមកដល់ច្រកចូលទឹកធ្លាក់ភ្នំខៀវហើយផ្លូវគេធ្វើស្អាតជាងមុនធំជាងមុនហើយទេសភាពខេត្តនេះគឺស្អាតមែនតើដូចនេះយើងបានឃើញភ្នំគឺបៃតងអីហ្មងស្អាតហើយខ្ញុំស្រឡាញ់អញ្ចឹងមែនតើហើយខ្យល់បរិសុទ្ធក៏ល្អអាកាសធាតុក៏ល្អនិយាយទៅថ្ងៃនេះអែមហ្មងចេញទ្រីបថ្ងៃនេះគឺអែមខ្លាំងហ្មងពេញចិត្តហ្មងថ្ងៃនេះស្អាតហើយទេសភាពព្រៃភ្នំនេះអ្នកម៉ានអស់ម៉ានឥឡូវខ្ញុំចូលកាន់តាគីអីគឺរមណីយដ្ឋានទឹកធ្លាក់ភ្នំខេនេះគឺចូលក្នុងមួយម៉ូតូគឺ3000រៀលផ្លូវនេះអាការខ្ញុំមកពីមុនយូរហើយសេរីនៅក្មេងគឺផ្លូវដីហ្មងផ្លូវដីកន្លែងមកឡុកនេះគឺមិនជួផ្លូវដីហើយរៀងចោតកន្លែងខ្លះរៀងចោតខ្លាំងហ្មងពិបាកឡើងស្រួលល្អិលទៀតរបៀបគ្រោះតែមកជើងនេះគឺបេតុងសុទ្ធតែម្ដងហ្មងស្រួលជាងមុនទៀតអូយមកភ្នំឡើងខ្ពស់ហើយមើលវិញនេះទៅខ្ពស់ហ្មងជាក់ស្រែបនៅនេះពេលមកដល់ចូលតំបន់នេះជាក់ស្រែបហ្មងកន្លែងនេះរៀងចោតមែនចោតខ្លាំងមែនឥឡូវគឺខ្ញុំបានមកដល់ហើយមកដល់នេះមក4 កន្លះរៀងស្ងាត់អត់សូវមានមនុស្សទេរៀងស្ងាត់ឥឡូវនេះគឺខ្ញុំបានមកដល់ទឹកធ្លាក់ភ្នំខៀវហើយខ្ញុំមកដល់ហើយល្ងាចអត់មានមនុស្សសោះម៉ោង 7:05 ហើយស្ងាត់ជ្រាបហើយផ្លូវចោះចាំទៅមើលខាងក្រោមរបស់ខ្ញុំទាំងអស់គ្នា friendly អត់ friendly ណានេះនៅទីនេះទស្សនភាពគឺបែបនេះមកនៅយើងស្ងាត់ទេគេទៅវិញសឹងអស់ហើយស្សាខ្ញុំមករៀងល្ងាចហើយមកដល់នេះម៉ោង 4 កន្លះហើយទឹកវិញមានតិចតួចដែរទេមួយរយៈនេះចូលដល់ផ្សារភ្លៀងញឹកញាប់ដែរតែនេះអត់សូវមានទឹកទេប៉ុន្តែនេះមកល្មមលេងមក នៅនេះ
ស្អាតតែតោះរឿងមានសារ៉ាមតិចអ្នកអស់គ្នាគួរតាមមកលេងជួយថែសាបៈខានទាំងអស់គ្នាយើងខ្ចប់យកមកញ៉ាំបានយើងក៏អាចខ្ចប់យកទៅចោលវិញបានដែរអត់ដឹងខាងនោះវាទៅដល់ណាទេខ្ញុំមិនដែរមកទេធ្លាប់មកលេងតែត្រឹមនោះអីហ្នឹងឯងបើទៅដល់ចុងហ្មងខ្ញុំអត់ដែរបើថាបើគឺនៅអូជាប់ខ្ញុំធ្លាប់ឡើងដល់ជ្រៅផុតជាន់ទី3ទឹកធ្លាក់ហ្នឹងទៀតឥឡូវនេះយើងចេញទៅមើលខាងមុខតិចទៀតសិនខ្ញុំមកដល់នេះជួបសារ៉ាមទៀតនៅរមណីយដ្ឋាននេះសារ៉ាមរៀងជាងច្រើនគួរសមបើសិនជាសហគមន៍នៅខាងនេះបើពួកគាត់ចេះកាក់ចង់និយាយថាកាក់ភ្ញៀវទេសចរដែលចូលលេងកុំឲ្យយករបស់ញ៉ាំមកចូលណាគាត់មកតែខ្លួនឯងគឺល្អហ្មងខ្ញុំជឿទៀតថាធ្វើបែបហ្នឹងគឺអត់មានសារ៉ាមទេរមណីយដ្ឋាននេះគឺស្អាតរហូតមកយើងអាចកាក់គាត់ឲ្យគាត់ផ្ញើនៅនឹងសិនហើយនៅពេលដែលគាត់ចោះមកវិញចាំយើងយកឲ្យគាត់វិញអាកន្លែងហ្នឹងខ្ញុំដូចជាធ្លាប់ទៅរមណីយដ្ឋានណាទេគឺគេធ្វើបែបហ្នឹងគឺបានផលពិតហ្មងគឺអត់មានសារ៉ាមទេនៅទីនេះតែយើងនេះគឺច្រើនខ្ញុំឃើញដល់ជួបតាមផ្លូវឃើញសារ៉ាមច្រើនគួរសមនិយាយមែនខាងនេះច្រើនមែនអាចថាខ្ញុំនិយាយរឿងរិះគន់តិចតែនិយាយអ្វីដែលជាការពិតខ្ញុំតាំងមកភ្នំខៀវមកប្រហែលលើកគឺខ្ញុំអត់ដែរបានមកដល់កន្លែងនេះទេលើកទី1ផងខ្ញុំឯងគឺខ្ញុំអត់ដែរបានមកដល់កន្លែងហ្នឹងឯងមានអីទឹកជ្រោះនៅនេះជ្រៀងជ្រៅវែងទេដល់ខ្ញុំគិតថាវារាក់នៅនេះទឹកធ្លាក់ទឹកអីស្អាតនិយាយទៅស្អាតតោះតាមម្យ៉ាងសារ៉ាមរៀងច្រើនតិចច្រើនមែនគ្រប់កន្លែងហ្មងហើយតាមផ្លូវគឺអត់មានគេខាងសហគមន៍នេះគេអត់មានរៀបចំដូចធុងសារ៉ាមអីផងដូចនាងបានឃើញនេះពួកគាត់តែខ្ចប់មកដល់លើបានពួកគាត់ក៏អាចខ្ចប់ទៅវិញបានដែរទេពួកគាត់អត់ធ្វើចូលរួមភាសាអនាម័យទាំងអស់គ្នាសារ៉ាមនេះច្រើនជាងអូជាំទៀតបើនៅអូជាំខាងនោះគេចេះរៀបចំមើលកន្លែងចោលសារ៉ាមចោលអីត្រឹមត្រូវក៏ពេលអញ្ចឹងទៅវាមើលទៅឃើញស្អាតជាងនៅនេះចប់ហ្មងអ្នកនរគ្នាខ្ញុំមកនេះខ្ញុំខកចិត្តហ្មងអាពេលឃើញជើខកចិត្តហ្មងអ្នកនរគ្នាក៏ប៉ុន្តែកន្លែងនេះខ្ញុំត្រូវឡើងទៅលើខ្ពស់ជាងនឹងទៀតខ្ញុំចង់ detail ឲ្យបានច្រើនពីកន្លែងហ្នឹងឲ្យអ្នកគ្នាបានទស្សនាទៀតណែទៅពេលខ្ញុំឡើងកាន់តែខ្ពស់ទៅសារ៉ាមវារត់តែច្រើនទៅខ្ពស់ទៅសារ៉ាមរត់ច្រើនទៅធ្វើខ្ញុំអស់កម្លាំងចិត្តក្នុងការទៅបង្ហាញអស់គ្នាមើលហ្មងគឺពិបាកទទួលយកមែនតើភ្លេចខ្ញុំពេលឃើញអញ្ចឹងទៅពេលយើងក៏សម្រេចចិត្តថាយើងនឹងត្រឡប់ទៅវិញនិយាយមែនខ្ញុំផ្ដាំទៅអ្នកទាំងអស់គ្នាពេលយើងទៅដើរលេងនៅណាកន្លែងណាក៏ដោយរមណីយដ្ឋានណាក៏ដោយអ្នកគ្នាសូមជួយរក្សាអនាម័យទាំងអស់គ្នាផងជួយរក្សាបរិស្ថាននឹងផងទុកឲ្យអ្នកក្រោយគេទៅលេងគេទៅអីទៅវាស្អាតវា clean ណាវាអនាម័យដល់ពេលសារ៉ាមនៅខាងលើច្រើនអញ្ចឹងដល់ពេលសម័យមើលទឹកហូរពីលើហើយអ្នកងូតទឹកនៅពីក្រោមអូបាក់ធ្វើយកមែនតើនៅពេលដែលខ្ញុំឡើងដល់លើខ្ញុំឃើញខ្ញុំពិបាកទទួលយកមែនតើហើយមុននឹងត្រឡប់ទៅផ្ទះវិញខ្ញុំក៏បានឆ្លៀតជិះមកដល់ក្នុងខេត្តគេបន្តិចមកមើលមានអីគ្រីគេហើយក៏ជិះមកជុំបកត្រឡប់ទៅផ្ទះវិញប៉ុណ្្នឹងឯងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាលើធ្វើស្អាត